សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំបង្ហាញពីរបៀបទិញអីវ៉ាន់មកពី app AliExpress មកពីប្រទេសចិនបន្ទាប់ពីយើងចូលនៅក្នុង app របស់ AliExpress ហើយយើងចាប់ផ្ដើមដើរមើលអីវ៉ាន់ណាដែលយើងត្រូវទិញអីអញ្ចឹងមួយទៅពេលចាំយើង select អានេះខ្ញុំកាត់វីដេអូហ្នឹងគឺខ្ញុំអត់បានប្រាប់ពីរបៀបដាក់អាស័យដ្ឋានឬមួយក៏បង្កើត account នេះទេដោយសារវារៀងយូរដែរចាំមើលបើសិនជាមានបងប្អូនមើលហើយ comment ឲ្យធ្វើចាំខ្ញុំធ្វើដោយសារខ្ញុំធ្វើវីដេអូខ្លះអត់មានអ្នកមើលអញ្ចឹងទៅខ្ញុំខ្ជិលធ្វើអាពីរបៀបបង្កើតដំបូងអញ្ចឹងពេលដែលយើងចូលទិញអីវ៉ាន់ហ្នឹងគឺយើងរើសអីវ៉ាន់ហ្នឹងថាតើអីវ៉ាន់ហ្នឹងមានគុណភាពបែបណាតម្លៃបែបណាយើង search មើលអស់សិនទៅចាំយើងចូល select ទៅទិញដូចខ្ញុំនេះគឺខ្ញុំទិញប្រភេទជានាឡិកា smart watch គឺតម្លៃវាធូរប៉ុន្តែជាលទ្ធផលយើងទទួលបានគឺវាល្អគួរសមដែរមកដល់នេះគឺរូបរាងវាស្អាតដែរចាំមើលទៅពេលដែលខ្ញុំបង្ហាញនៅtrongវីដេអូទៅពេលដែលខ្ញុំ unboxing អីវ៉ាន់ហ្នឹងចាំខ្ញុំថតបង្ហាញអានេះយើងចូលមកអញ្ចេះបន្ទាប់មកទៀតគឺយើង select មើលរបៀបទិញអីអញ្ចឹងទៅតើយើងរើសអីវ៉ាន់ដែលយើងទិញបានល្អហើយយើងចូលក្នុងអីវ៉ាន់ហ្នឹងដើម្បីចុច Pay Now ហ្នឹងបានឲ្យយើងចំណាយលុយវាហើយអញ្ចឹងពេលដែលយើងចុច Pay Now ទៅគឺវា load បែបហ្នឹងវា access មក plate សិនចាំមើលពេលដែលវានេះគឺវារួចរាល់ហើយបាទនេះយើង pay លុយឲ្យវារួចរាល់ហើយអញ្ចឹងយើងរងចាំជាទូទៅអីវ៉ាន់មកពីចិនចន្លោះពី10ថ្ងៃទៅ16ថ្ងៃខ្ញុំជាទូយើងទិញបើដឹកតាម CTO ជាទូទៅ14ថ្ងៃបើដឹកតាម CA Express 10ថ្ងៃសេវាដឹកជាទូទៅ1រៀលឬមួយក៏គេ free តាមហ្នឹងទៅហើយនេះបន្ទាប់ពី10ថ្ងៃបន្ទាប់គឺខ្ញុំបានមកយកអីវ៉ាន់នៅ CTO នេះខ្ញុំជិះម៉ូតូមកម្នាក់ឯងអត់បានថតយូរទេនេះមកដល់ខ្ញុំមកដល់បន្ទប់ខ្ញុំចាប់ផ្ដើមមើលអីវ៉ាន់តើវាដូចត្រូវចិត្តយើងដែលយើងចង់ទិញអត់ដោយសារអីវ៉ាន់ខ្លះវាក្នុងរូបវាអត់ល្អវាល្អតែមកដល់ក្រៅវាអត់ល្អទេនេះយើងចាប់ផ្ដើមបកសបកវាហើយចាំមើលតើវាល្អដូចនៅក្នុងរូបអត់ខ្ញុំបញ្ជាក់តិចខ្ញុំទៅយក CTO ហ្នឹងគឺគេ free ឲ្យខ្ញុំអត់យល់ដែរតើវាមិនដែរយើងដឹក CTO ម្ដង free ម្ដងអត់ខ្ញុំតាំងពីទិញមកខ្ញុំដឹកតាម CTO ឬក៏ CA Express ហ្នឹងគឺ CTO ម្ដងពេលខ្លះវា free ពេលខ្លះវាអត់តាមហ្នឹងដែរខ្ញុំអត់ច្បាស់ថាមូលហេតុអីដែរដោយសារក្នុងអីវ៉ាន់វាដាក់ free shipping ហើយក៏ប៉ុន្តែមកដល់ខ្មែរវាត្រូវមានសេវាមួយតង់ទៀតដែលដឹកពីខ្មែរពីផែមកកាន់ទីតាំងដែលយើងបានដឹកមកនេះខ្ញុំបន្ទាប់ពីខ្ញុំបកអីវ៉ាន់មកគឺរូបរាងវាស្អាតដែរគឺការវេចខ្ចប់របស់គេស្អាតបងដូចថាគេមានស្នោគេមានអីរុំពីក្រៅអត់ឲ្យបាក់អីវ៉ាន់យើងទេអានេះគឺអីវ៉ាន់ថ្មីប្រអប់វាគឺធំដែរនាឡិកាទូចមួយទេតែប្រអប់ធំមែនទែននេះបន្ទាប់ពីខ្ញុំបកហើយនៅក្នុងហ្នឹងគឺមានក្រាស់ណែនាំមកស្លាកជាទូទៅគឺអីវ៉ាន់ដែលថ្មីប្រអប់គឺវាមានហើយនឹងខ្សែមួយដោយសារខ្ញុំទិញតែខ្សែមួយទេខ្ញុំខ្ជិលទិញខ្សែ2ដោយសារខ្សែ2ខ្ញុំគិតថាបើសិនជាវាដាច់ចាំទិញនៅខ្មែរទៅខ្ជិលកំងខ្សែ2មកនេះគឺខ្សែពណ៌ខ្មៅសាមញ្ញព្រោះអានឹងខ្សែហ្នឹងវាធូរជាងគេតម្លៃទៅជា1រៀលជាងទេបើខ្សែដាច់វាតម្លៃវាឡើង2រៀលជាងបូកថែម2រៀលជាងទៀតបានវាមានខ្សែវាមានឆ្នាំងសាកវ៉ែលហើយឆ្នាំងសាកខ្សែសាកមានជាប្រភេទខ្សែសាកវ៉ែលហើយនឹងតួនាឡិកាចំពោះនាឡិកាខ្ញុំប្រាប់បន្តិចវាខកចិត្តមួយដែរដោយសារនាឡិកាហ្នឹងវារូបរាងស្អាតការប្រភេទវាល្អដែរប៉ុន្តែអីដែលខកចិត្តហ្នឹងគឺវាដាក់នៅក្នុងអីវ៉ាន់ហ្នឹងគឺវាដាក់ថា OLED អេក្រង់ក៏ប៉ុន្តែជាក់ស្ដែងយកមកខ្ញុំ check មើលទៅវាមិនមែនជា OLED ទេវា TFT display អញ្ចឹង TFT display ហ្នឹងវាអត់ល្អដូច OLED ទេវាពណ៌វាអត់ដិតដូច OLED ទេខ្ញុំទិញនាឡិកា2តាំងពីខ្ញុំទិញនៅចិនគឺនាឡិកាទី1ហ្នឹងគឺខ្ញុំទិញតម្លៃតែ$17ទេក៏ប៉ុន្តែវាអត់ស្អាតអញ្ចឹងឯង
តែវាបានអេក្រង់ស្អាតអេក្រង់ OLED ច្បាស់ខ្មៅដិតហ្មងក៏ប៉ុន្តែនេះតម្លៃវា26រៀលតែទិញអត់បាន OLED ខ្ញុំស្ដាយដែរក៏ប៉ុន្តែវាអីផ្សេងៗគឺត្រូវចិត្តហើយការប្រើប្រាស់ផ្សេងៗអីវាល្អថ្មវាកាន់មែនតើតែអ្វីដែលបញ្ហាគឺអេក្រង់វាអត់បាន OLED ដូចទីយើងចង់ពេលវាដាក់ឈ្មោះវាដាក់តែ OLED ក៏ប៉ុន្តែនាឡិកាជាក់ស្ដែងមិនមែនជាអេក្រង់ OLED ទេវាអេក្រង់ TFT display បើនាឡិកាខ្ញុំទិញមុនគឺ OLED ខ្ញុំទិញនាឡិកាទូចនាឡិកាហ្នឹងដូចជានាឡិកាស្អីដែរគឺបានអេក្រង់ស្អាតតែការប្រើប្រាស់វាអត់សូវល្អក៏ប៉ុន្តែនេះរូបរាងអីស្អាតប៉ុណ្ណាត់មើលទៅកែមួយណាក៏ស្អាតដែរនិយាយទៅខ្ញុំថ្លៃប៉ុណ្ណឹងយើងទិញប្រើប្រាស់បានថ្លៃយើងទិញនៅខ្មែរយើងអត់បាននាឡិកាស្អាតអញ្ចឹងទេ$26នេះគឺអេក្រង់របស់វាគួរសមវាមិនអន់ទេក៏ប៉ុន្តែវាអត់ដូចចិត្តដែលយើងចង់ខ្ញុំភ្លេចប្រាប់ម៉ាកវាដូចជា S4 Ultra វាមាន function ច្រើនដូចជាកីឡាដូចជាម៉ោងរោដូចជាប់ស្ដាប់ចម្រៀងពីទូរស័ព្ទមកនាឡិកាវាមានច្រើនមែនតើហើយការប្រើប្រាស់កាន់ថ្មដូចខ្ញុំនិយាយអញ្ចឹងខ្ញុំប្រើអានេះខ្ញុំ voice នេះបន្ទាប់ពីខ្ញុំប្រើបាន10ថ្ងៃជាងខ្ញុំប្រើអត់ទាន់អស់ថ្មទេដោយសារខ្ញុំអត់សូវប្រើមុខងារកីឡាមុខងារអីទេខ្ញុំមើលតែម៉ោងទេដាក់តែម៉ោងលើកដៃទៅវាបង្ហាញភ្លឺម៉ោងខ្លួនវាមើលតែប៉ុណ្ណឹងព្រោះខ្ញុំអត់ចាំបាច់ទៅមើលហាត់កីឡាហាត់អីទេព្រោះខ្ញុំដឹងថានាឡិកាប៉ុណ្ណឹងมันអាចទៅនេះនាឡិកាប៉ុណ្ណឹងมันអាចវាត្រូវទៅនឹងការហាត់កីឡាអីដូចវាស់ជំហានដើរវាស់ត្រូវវាស់ GPS ឯកាទេដោយសារវាគ្រាន់តែដាក់បង្ហាញបោកយើងទេនិយាយឲ្យចំទៅប៉ុន្តែយើងចេញមកសម្រាប់មើលម៉ោងហើយវាអត់ចូលទឹកទេនាឡិកាហ្នឹងគឺខ្ញុំពាក់ងូតទឹកពាក់លាងចានពាក់អីបានបោកកៅអីធម្មតាអត់ចូលទឹកទេនិយាយទៅខ្ញុំពាក់នាឡិកាខ្ញុំអត់ដែរដោះទេមិនថាងូតទឹកមិនថាលាងចានមិនថាដេកគឺខ្ញុំពាក់រហូត